มีการโจรร่วมปีกรมดาราบางไฮโมดแคมโบเดียสพูมอร์จ้าคือจานเนี่ยแต่มาแล้วไงนี่ให้แต่ปกตินังเตรียมครัวแต่การเป็นเตโอซิลีของได้บ้านแต่ยังเคยคือมีจำนวนชราอันจ้าสมัยชั่วโมงเนี่ยดองเนี่ยดองบ้านตั้งแต่จำนวนในการบริหารชูนี่ในกว่าที่บ้านเราเป็นไทยนี่ยังกว่าวัตถุมีนกัญญาคุ้มจันทร์สิริมงบ้านกัญญาตำรวจทำมันยังคือกฎบ้านพอดอชูในการบริหารอยู่หมดมีเปียกแต่ก็มีเพียรកិច្ចសម្ភារให้ណាមួយទៅបើសិនដាក់គាត់មកយើងជាទៀតទេបាទដាក់គាត់មកទៅដីទៅលើតុនេះបន្ទាប់តែខ្ញុំមកអង្គុយលើតុចាអរគុណសូមអនុញ្ញាតឲ្យក្រុម Cambodia Supermodel បង្ហាញឈ្មោះជូនលោកអ្នកម្ដងម្នាក់បាទខ្ញុំបាទឈ្មោះ Berry ចាបន្តទៀតចាខ្ញុំតំវតីចាជំរាបសួរនេះខ្ញុំឈ្មោះមានសូនីតាអូសម្លេងធំហ៎សូនីតាចាអត់អីបាទហើយខ្ញុំគឺលោកអាចារ្យយ៉ាលីម៉ូនហើយបងលីនដាចាហើយខ្ញុំកម៉ារីយ៉ាលីនដាចានេះខ្ញុំយ៉ាលីនដានឹងបាទខ្ញុំបាទសៃសេរ៉ាបាទដែលទាំងអស់គ្នាហើយនឹងសមាជិកដែលអវត្តមានមកអ្នកនៅទៅកម្មប្រទេសអូស្ត្រាលីដើម្បីបង្ហាញជួយនៅភាពសប្បាយរីករាយហើយក៏អាចយកទៅបានឈុតដែរបើគ្រាន់តែសម្ភារមកកម្មវិធីនេះអត់3ឈុតទេ3ឈុតបាទនិយាយទៅគឺថាសម្រាប់យើងខ្ញុំទាំងអស់គ្នាបង្ហាញវត្តមាននៅលើវេទិកានៃកម្មវិធីរបស់ My TV ថ្ងៃនេះជាបឋមអរគុណដល់តបុយដែលរៀបចំកម្មវិធីក៏ដូចជាសាណាដែរដែលបានផ្ដល់កិត្តិយសដល់ក្រុមការងាររបស់យើងខ្ញុំនិងអរគុណសម្រាប់ក្រុមការងាររបស់ហាងកាដេប៉ារ៉ាឌីព្រោះថាគាត់កំពុងតែប្រញឹកដែរយើងនៅសល់តែប្រហែលសប្តាហ៍ទៀតសម្រាប់ការទៅចូលរួមសម្ដែងហើយខ្ញុំបាទមកក៏បង្ហាញវត្តមានយើងខ្ញុំទាំងអស់គ្នានេះគឺថាចង់ជំរាបជូនពីគោលការណ៍សំខាន់ជាច្រើនដែលតកតងជាមួយនឹងការបង្ហាញវត្តមានព្រោះថានេះគឺជាវេទិកាទី3ហើយសម្រាប់នៅប្រទេសអូស្ត្រាលីហើយបងប្អូនមួយចំនួនលោកតែងតែគាត់តែងតែឆ្ងល់ហេតុអីបានថាទៅសុកែទៅអូស្ត្រាលីបាទនេះគឺឆ្លើយតបទៅនឹងសំណួរដែលបងប្អូនមួយចំនួនបាទអីខ្លះបាទបងប្អូនមួយចំនួនគាត់តែងតែសួរហើយឆ្លើយតបនឹងសំណួររបស់គាត់តាមពិតទៅហើយយើងនឹងមាន plan សម្រាប់ទៅគ្រប់បណ្ដាប្រទេសទាំងអស់ប៉ុន្តែគាត់ថាសម្រាប់បាទអ៊ីរ៉ាក់ទៅបើសិនជាអ៊ីរ៉ាក់នោះមានខ្មែរសម្រាប់ទស្សនានៅការបង្ហាញទៅទៀតឲ្យតែគេហៅទៅទៀតទៅហ៎ចាសំខាន់ឲ្យគេឲ្យវីសាទៅបាទហើយទៅមិនភ័យនីតាសាច់ដុំធំជាងការពៀនបាទសម្រាប់ឲ្យមកតែមានសាច់ដុំធំជាងគេសូមជិះតបាទអរគុណបាទសូមឆ្លើយតបសម្រាប់បងប្អូនទាំងអស់គ្នាផងដែរគឺដោយសារភាពជោគជ័យពីលើកមកហើយដែលយើងសល់លុយច្រើនណាបាទលុយមិនសល់ជាច្រើនទេប៉ុន្តែអ្វីដែលយើងគិតថាយើងធំជាងលុយនៅទៅទៀតទឹកប្រាក់នោះគឺលុយមិនសំខាន់គឺអត់លុយបាទខ្ញុំសូមនិយាយចាប់សិនព្រោះខ្ញុំពេកហើយនេះបាទមកចាក់បងលេងហ្នឹងសុំទោសបងបាទអត់ទេទស្សនិកជនគាត់ថាក៏មកអញ្ជើញមកកម្មវិធីនេះបើសិនជាអត់បាញ់គ្នាទៅវិញទៅមកទេគេអត់ឲ្យសម្ភាសទេបាទគេអត់ហៅមកទៀតទេបាទតាមពិតទៅគឺបើនិយាយពីភាពជោគជ័យដូចថាបានលុយហ្មងឲ្យច្រើនគឺមិនណាស់ណាស់ចា៎ប៉ុន្តែអ្វីដែលយើងគិតថាអស្ចារ្យហើយគឺឆ្លើយតបទៅនឹងការគ្រប់គ្រងរបស់បងប្អូនដែរព្រោះជារៀងរាល់ឆ្នាំបងប្អូនប្រជាជនខ្មែរនៅឯក្រៅប្រទេសគេអាចតែព្យាយាមមានសិល្បករជាច្រើនដែលគាត់អញ្ជើញទៅច្រៀងទៅអីចឹងលើកលែងតែក្រុមពួកខ្ញុំមួយវាមានច្រៀងដែរប៉ុន្តែវាមានអីប្លែកឲ្យគាត់មើលចុះអាចប្រាប់ក្រុមនោះទ្រូៗទាំងអស់គ្នាទៅមកក្រុមនោះមានអីខ្លះទៅជាបងប្អូនអូស្ត្រាលីគាត់ធ្លាប់បានទស្សនានៅការងាររបស់ពួកខ្ញុំហើយប៉ុន្តែសូមជម្រាបជូនបន្ថែមទៀតថាយើងទៅមិនមែនតែយើងផ្ដោតទៅលើនឹងការបង្ហាញម៉ូដនោះយើងក៏ជាចំណុចសំខាន់ព្រោះថាយើងមានពេលតែ1ម៉ោងសម្រាប់ការបើកទំព័រកម្មវិធីដំបូងប៉ុន្តែសម្លៀកបំពាក់គឺម្នាក់5ទៅ6កាផ្លេនៅក្នុងពេល1ម៉ោងអញ្ចឹងពេលដែលកំពុងតែ fashion ហ្នឹងគឺយើងដូរភ្លាមមានឈុតហេតុទៅបាទបើសិនជាហ៊ានទស្សនានឹងឆ្នៃទៀតហើយ1ម៉ោងដូរម្នាក់5ឈុតតន់ហើយបងប្រយ័ត្នបលដូចកាន់បលដូចនៅ Naga តាមបាទតែផ្អើលដូចនៅ Naga លោដល់លើមិនទេរវត្តទៅប្រាចំនួនអីគេ500បងអូនចេញ 5000 នេះចូលលក្ខណៈថាពិធីករព្រោះធៀបពិតមែនគឺថ្ងៃហ្នឹងដឹងថាដូចក្របភ្នែកហ្នឹងមើលទៅគេថែមលេខ0ហ្មងណាចុះស្នាងថ្ងៃនេះគេវាយពេលបងឯងប្រកាសឲ្យដល់មិនទេបងដាក៏ចុះទៅក្រុមឲ្យ 4500 ទៀតឲ្យតែពេជ្រនឹងថែមឲ្យគេទៅហើយទៅធ្វើពិធីករហ្នឹងបាន
ចា មិនគាត់ថាឲ្យ4000មកមួយថែមទៅគេសួរថាបងឯងមកធ្វើទីកនឹងបានប៉ុន្មានមកឯងនិយាយខុសទៅថែមមកគេនេះ ចាបងទៅអូស្ត្រាលីប្រហែលរយៈពេលប្រហែលដែរ រយៈពេលគឺ1ខែប៉ុន្តែយើងលេងច្រើនកន្លែង ការជំនួយការអី បាទ ដាក់បបបែ បាទតាមពិតទៅគឺយើងត្រូវមានផ្លាស់ប្ដូររហូតបាទតារាយើងទៅគ្រប់តែគ្នាហ្នឹង ខ្ញុំតនេតាខែ បាទ តនេ បាទឥឡូវចេះសូមឲ្យសិល្បកររបស់យើងខ្ញុំអរគ្នាគាត់មានចំណាប់អារម្មណ៍ពីដែរព្រោះថា ក៏ដូចជាប្រាប់ថាទាំងអស់គ្នាដូចថាឧទាហរណ៍នីតានឹងទៅមានអីខ្លះដើមម៉ូតឬក៏មានច្រៀងឬតៃអីប្រាប់មើល ឥឡូវនេះជំរាបតាមត្រង់ថាទៅដល់យើងមានការបង្ហាញនូវសម្លៀកបំពាក់របស់ហាងកាដេប៉ារ៉ាឌីដែលលោកអ្នកបានធ្លាប់ស្គាល់ហើយស្ទើរតែទូទាំងពិភពលោកដែលមានខ្មែរគាត់ទទួលស្គាល់នៅស្នាដៃដ៏ល្អប្រណិតនៃការច្នៃម៉ូដរបស់គាត់គឺគាត់និយាយរួមទៅគឺគុណភាពជាសំខាន់សម្រាប់ការទស្សនាអញ្ចឹងផ្ចិតផ្ចង់អស់ពីដួងចិត្តឲ្យសម្រាប់ក្រុមការងាររបស់ហាងកាដេប៉ារ៉ាឌីប៉ុន្តែបើបងប្អូនខ្ញុំជម្រាបតាមត្រង់ថាយើងមិនមែនទៅតែដើរម៉ូដទេយើងច្រៀង ចា ម្នាក់គោលការណ៍ឲ្យចេះប្រមាណបត់ដែរ ចាប់ពីនិយាយរួមទៅចាប់ពី3បត់ឡើងទៅហួសហើយបាទ សាជី ប៉ុន្តែអត់ទេ សាជី តាគាត់ប្រាប់ខ្ញុំគាត់ចេះច្រើនឥឡូវហ្នឹងហាត់បានជិត20បត់ហើយណាបាទ ចា បាទហ៊ានតែអត់ច្រៀងទៅដល់នោះហ៊ានតែអត់ច្រៀងឲ្យឈរធ្វើម៉ានិកាំង បាទ បាទឥឡូវបងប្អូនអាចសួរចំណាប់អារម្មណ៍ពួកគាត់ បាទសុំញ៉ាំដល់លើបាទបាទ ចាបើវិញ បាទចាប់ពីខ្ញុំហ៎ ចា បាទ ត្រៀមខ្លួនយ៉ាងម៉េចខ្លះទៅសម្រាប់ការសម្ដែងហ្នឹង បាទសម្រាប់ការត្រៀមខ្លួនគឺត្រៀមខ្លួនហើយហើយទាំងការហាត់ប្រាណក៏ដូចជាអត់សូវតាណានៅផ្ទះបាទហាត់ប្រាណរាល់ថ្ងៃបាទហើយខ្ញុំបាទបរិយក៏មានមោទនភាពណាស់ដែរក្នុងការទៅចូលរួមសម្ដែងនៅឯប្រទេសអូស្ត្រាលីហើយក៏សូមអរគុណដល់អរមីប៉ារ៉ាឌីហើយនឹងបងញ៉ាំសំអូនផងដែរបាទអរគុណ ធៀមបានបត់ បាទអត់ទាន់ដឹងទេចាំទៅដល់ហ្នឹងចាំប្រហែលបត់ជា ដាក់លុយទៅមក ខ្ញុំអត់សូវបារម្ភដែរព្រោះថាបរិយគាត់បកកាយគាត់មានបត់ជំនាញច្រើន ចាឥឡូវសួរបតី ចុះតៃវិញណ៎ យកលុយទៅមកអូន ខ្ញុំអត់ហ៊ានប្រាប់មុនទេបងទៅដល់ដឹងហ្មងចាអត់ដាក់លុយទៅច្រើនទេពួកអីត្រូវ ព្រោះទៅដល់នឹងប្រមូលលុយមកវិញ មកវិញ ឆ្លាតមែនឆ្លាតមែ អេ ន ចុះចម្រៀង ចាចម្រៀងបានបត់ដែរត្រៀម ចម្រៀងខ្ញុំសម្រាប់ម្នាក់ឯងខ្ញុំអត់មានច្រើនបត់មកបងបើរួមបានពួកខ្ញុំជួយច្រៀងគេបានតែដល់ពេលកន្លែងស្រែកខ្ញុំទៅឲ្យបង អត់ច្រើនបត់ ចាខ្ញុំអត់សូវបកកែស្រែក បាទ ចាមិនទៅច្រើនបត់ចាអត់ តិចតួច52បត់អី ចុះរាំ អូរមអីបងទុកចិត្តលេង អូយើងរស់ បាទចា បាទអរគុណសំជិញបាទតារាសាច់ដុំ ចាអរគុណអត់អីតើបុយទុកពេលខ្ញុំនិយាយខ្លះណា ខ្ញុំសូមនិយាយតាមត្រង់ កាត់ចឹងមកមិនបានជើញគាត់មកជាតារាកិត្តិយសចឹងពីកឈប់និយាយសិនព្រោះថាខ្ញុំដឹងតែ2នាក់ហ្នឹងគាត់បាញ់គ្នាទៅវិញទៅមកហើយបាញ់ហ្នឹងក្នុងលក្ខណៈខ្សែភ្នែកការមែនប៉ុន្តែភ្នែកទេ ធ្លាប់តែពាក់លុយគ្នាហ្មង ទៅហើយពាក់លុយគេ ហីគេអត់ថតសងលុយខ្ញុំទេ agency ចាមែនទេ ទៅត ចាជាដំបូងនេះខ្ញុំក៏សូមអរគុណដល់អ្នកមីងប៉ារ៉ាឌីក៏ដូចជាក្រុមបុគ្គលិកប៉ារ៉ាឌីទាំងអស់ដែលគាត់បានរៀបចំសម្លៀកបំពាក់យ៉ាងឥតខ្ចោះចាគឺថាសម្រិតសម្រាំងមែនតែនដើម្បីឲ្យក្រុមទាំង8រូបនៅប្រទេសអូស្ត្រាលីចាហើយក៏ដូចជាអរគុណបងសំអូនបងលីនដាចាដែលបានគឺគាត់ទាំងពីរនាក់ក៏ដូចជាអ៊ំប៉ារ៉ាឌីដែលគាត់ជ្រើសរើសទាំងអស់គ្នាទៅប្រទេសអូស្ត្រាលីចាអរគុណមែនតើហើយនេះខ្ញុំមានទឹកចិត្តសប្បាយរីមែនតើនេះគឺជាលើកទី1សម្រាប់រូបនាងខ្ញុំចាហើយបងខ្លះគាត់ជាលើកទី1ដូចគ្នាចាហើយសង្ឃឹមថាចូលរួមក៏ដូចជាមានការពួតដៃគ្នាដើម្បីទៅប្រកួតនៅប្រទេសអូស្ត្រាលីចាដើម្បីជា show នៅប្រទេសអូស្ត្រាលីទាំងអស់គ្នា បាទ ចា ហើយដោយសារឥឡូវនេះទៅតែថតបញ្ចប់រឿងនៅខេត្តហ៎ចូលមកដោយសារ My TV ស្ថានីយ៍របស់យើងនៅភ្នំពេញតែទស្សនវិជ្ជានៅទីក្រុងភ្នំពេញយ៉ាងម៉េចដែរបាទស្អាតទេ ចាមកវិញគឺថាអូយស្រស់ស្អាតមែនតើ មានបានទៅសូយ៉ានៅ មកវិញហ៎ មានដែរបានឡើងទៅសូយ៉ាឲ្យមកលេងពេញអញ្ចឹង អូចាំតបុយនាំឡើងសូយ៉ាម្ដង ចឹងនាំ ពេញស្អាតចឹង នាំឆោស្ពានជួយច្បាប់ផង ហ្នឹងហើយពេញស្អាតណាស់ ស្ពានអាកាសស្ពានអីមានអារម្មណ៍ថាមកអូយ បាទអរគុណលើសូមជម្រាបបងលីនដាម្ដង ចាអត់ទាន់ទេនេះខ្ញុំសុំបន្តិចទៀត ចាសុំនិយាយតិចទៀតបានទេ បាន ចាអរគុណចាចាហើយក៏សូមអរគុណដល់សហគមន៍ដែលគាត់នៅប្រទេសអូស្ត្រាលីដែលគាត់ធ្វើក្រដាសស្នាមធានារូបខ្ញុំក៏ដូចជាបងសមាជិកក្រុមទាំងអស់គ្នាចាសូមអរគុណមែនតើ គឺកណ្ដាស់ស្នាមទៅណា ស្ថានទូតអូស្ត្រាលីដែលឲ្យវីសា នេះ
ពងស្ពឺ ចាសូមបងស្រី សូមជើញបងអូសាលីទៅអូសាលីវិញលើមិននេះ ចាសម្រាប់នាងខ្ញុំគឺជាលើកទី3ហើយចាដែលបាននាំក្រុមការងារចាទៅបង្ហាញម៉ូដចាពីហាងកាត់ដេរ Paradise ក៏ជាមួយនឹងបងប្អូនក្រុម Cambodia Supermodel ផងដែរចាហើយនាងខ្ញុំក៏ជឿជាក់ថាបងប្អូនទាំងអស់ដែលរស់នៅប្រទេសអូស្ត្រាលីនឹងតែងតែផ្ដល់កិត្តិយសចាហើយក៏គ្រប់គ្រងនៅសិល្បៈហើយនាងខ្ញុំក៏ជឿជាក់ថាលើកនេះគាត់ក៏នៅតែគ្រប់គ្រងគាត់ក៏នៅតែគ្រប់គ្រងដល់សិល្បករសិល្បករនេះយើងចាអរគុណបងចាបន្តទៀតបាទចំពោះខ្ញុំបាទវិញគេថាខ្ញុំបាទមានអារម្មណ៍ថាសប្បាយរីករាយព្រោះថានេះគឺជាលើកទី1សម្រាប់ខ្ញុំបានចេញទៅសម្ដែងនៅឯប្រទេសអូស្ត្រាលីហើយក៏បានជួយពីអ្នកមីង Paradise ដែលគាត់បានផ្ដល់កិត្តិយសនិងផ្ដល់សម្រាប់ឱកាសដល់ខ្ញុំដែលខ្ញុំបានចេញទៅសម្ដែងនៅប្រទេសអូស្ត្រាលីហើយខ្ញុំក៏អរគុណដល់បងអូនបងដាហើយនឹងសមាគមនៅប្រទេសអូស្ត្រាលីផងដែរដែលគាត់បានផ្ដល់ឱកាសសម្រាប់លោកខ្ញុំបាទហើយខ្ញុំបាទនឹងខិតខំពេលដែលទៅដល់នៅប្រទេសអូស្ត្រាលីខ្ញុំនឹងខិតខំសម្ដែងដែលបង្ហាញម៉ូដផងនិងច្រៀងផងដើម្បីពុកម៉ែបងប្អូនដែលគាត់រស់នៅប្រទេសអូស្ត្រាលីគាត់បានទស្សនានិងសម្លៀកបំពាក់ល្អឥតខ្ចោះពីហាង Paradise ហើយនឹងបានអារម្មណ៍លេងសប្បាយពេលដែលយើងធ្វើការចប់បាទអរគុណមែនទែនបាទមានអារម្មណ៍មិនដែរបានអង្គុយខ្ពស់ជាងគេអញ្ចឹងបាទខ្ញុំមានអារម្មណ៍ថាខ្ពស់នេះខ្ពស់គាត់ថាប្លែកបាទសូមអរគុណបាទចុះឥឡូវបងអូនអាចជម្រាបជូនអំពីគម្រោងឬថាទៅអូស្ត្រាលីអញ្ចឹងអាចប្រាប់តំបន់ត្រួសបាននេះបាទតាមប្រទេសក្រុមការងាររបស់យើងគឺធ្វើដំណើរទៅគ្រប់ state ទាំងអស់បាទគ្រប់រដ្ឋទាំងអស់មានក្រុមធំគឺមាន Sydney Melbourne Adelaide និង Brisbane Perth ក៏ដូចជាទីក្រុង Canberra ដែលជាទីក្រុងរាជរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីតែម្ដងហើយគម្រោងនេះគឺបានរៀបចំមកគាត់ថា schedule ពួកយើងអត់ដឹងថា first show នៅកន្លែងណាបាទប៉ុន្តែយើងទៅទាំងអស់ទាំងប្រហែលរដ្ឋហ្នឹងហើយសម្រាប់នៅ Sydney ហើយ Melbourne ប្រហែលជាអាចលេងមួយកន្លែងហ្នឹង2ទៅ3ដងបាទព្រោះថាជាតំបន់ដែលខ្មែរច្រើនបងប្អូនប្រជាជនខ្មែរច្រើនហើយសារជាថ្មីម្ដងទៀតក៏អរគុណសម្រាប់ដល់សហគមន៍ខ្មែរនៃរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលីដែលបានផ្ដល់នៅការគ្រប់គ្រងក៏ដូចជាផ្ដល់នៅការជួយបំពេញនៅបែបបទជាច្រើននិងការធានាទទួលគាត់ទៅនិយាយជំរាបតាមត្រង់ថាក្រុមពួកខ្ញុំមិនមែនតែគាត់ធានាទៅច្រៀងឯងគាត់ធីខាទាំងអស់បានន័យថាយើងមាន insurance សម្រាប់និយាយរួមទៅគឺមានការទទួលខុសត្រូវទាំងអស់បានន័យថា visa យើងអត់មានឲ្យលើសទេយើងមានគោលការណ៍សម្រាប់ថ្ងៃចេញទៅនិងថ្ងៃត្រឡប់មកវិញគឺយើងមានច្បាស់លាស់អញ្ចឹងដោយសារសមាជិកច្រើនអញ្ចឹងខាងសហគមន៍គឺគាត់បានរៀបចំបែបបទឯកសារហ្នឹងគឺត្រូវទៅតាមអ្វីដែលស្ថានទូតគាត់ចង់បានបាទហើយតាមគម្រោងទាំងអស់គ្នាទៅនៅក្នុងខែណាដែរបាទគឺត្រៀមប្រហែលសប្តាហ៍ខាងមុខនេះទៀតហើយនៅក្នុងខែ3បាទខែ3បាទតែជាអ្នកនៅអូស្ត្រាលីនឹងត្រៀមទស្សនាការសម្ដែងរបស់ក្រុម Cambodia Supermodel គឺជាក្រុមដែលបងអូនបានពំនាំទៅប្រទេសអូស្ត្រាលីទាំងអស់គ្នាត្រៀមហើយនៅទាំងអស់គ្នាមកទៅជាប់បាល់ហើយហ្នឹងបាទឆ្លៀតនៅក្នុងឱកាសនេះគឺសូមជំរាបជូនបន្ថែមទៀតដោយសារជានិច្ចកាលបងប្អូននៅនោះគាត់ឆ្ងល់អ្នកសំណុំពរមានច្រើនឥឡូវហ្នឹងហើយអ្នកខ្លះក៏គាត់ឆ្ងល់ដែរគាត់ឆ្ងល់គាត់ថាជានិច្ចកាលពួកខ្ញុំទៅតែខែ6ខែ6គាត់ថាជាស្បើការងារនៅដែរទី1នៅនោះក៏អត់សូវមានសិល្បៈគាត់អញ្ជើញទៅដែរអញ្ចឹងវាស្ងាត់អញ្ចឹងពួកខ្ញុំទៅខែនោះប៉ុន្តែដោយសារឆ្នាំនេះខ្ញុំមាន schedule ច្រើនប្រទេសសម្រាប់ហើយណាមួយទៀតគឺខ្ញុំក៏ជាសមាជិកថ្មីរបស់ CTN ដែរដែលធ្វើការសម្រាប់ជាកម្មវិធី tour ថ្មីតែអញ្ចឹងទៅរៀបចំ schedule នឹងអត់ទាន់ហើយនៅចុងឆ្នាំនេះគឺមានកម្មវិធីធំមួយទៀតនៅឯប្រទេស New Zealand ដែលយើងមានគម្រោងហើយប៉ុន្តែយើងអត់ទាន់ប្រកាសថានឹងមានសិល្បកររូបណាដែលត្រូវជាប់ឈ្មោះសម្រាប់ចេញទៅប្រទេស New Zealand បាទអរគុណសំណុំមួយចុងក្រោយពីកម្មវិធីហើយទាំងអស់គ្នាបានមានឆែកមើលលិខិតឆ្លងដែនហើយនៅពួកទីផឹកកំណត់ទៅអូទៅថ្មីបាទសំណួរចុងក្រោយបាទឆែកឲ្យច្បាស់បងជួនកាលអាចនេះបាទហើយក្រោយ6ខែគេឲ្យទៅហ្នឹងហើយហើយអត់ទាំងអស់គ្នាបាទខ្ញុំមើលខាងនេះបីជ្រៅដីដូរហើយណាដូរហើយមិនមែនថាដូរហើយមិនថាពេញទេថាដើរច្រើនពេញទេណា
អត់ដែរបានទៅណាហើយអស់ អត់ដែរមិនត្រាប់អី តែចឹងឲ្យជូននីតាវិញលីខិតចង់ដែរមិនដែរ ចានេះខ្ញុំបន្តហើយ អូ ចាចិត្តផុតទៅ មែនទេតាមពិតលីខិតចង់ដែរមានចំនួនច្រើនព្រោះឲ្យចាស់ចឹងធ្វើលីខិតចង់ដែរច្រើនដងពេកបាទអរគុណ ចាសូមអរគុណដល់បងបងប្អូនទាំងអស់សូមជូនពរសំណាងល្អ ជូនពរឲ្យមកវិញបានលុយទាំងអស់គ្នាច្រើនអរគុណ ចាលោកស្រីនាងកញ្ញានៅវគ្គក្រោយយើងនឹងមានការបង្ហាញជូននៅម៉ូដសម្លៀកបំពាក់ដែលជាការរចនាយ៉ាងពិសេសពីហាង Parady ដែលដើរម៉ូដពីចាតារាបង្ហាញម៉ូដរបស់ Cambodia Supermodel ពេលនេះសូមអនុញ្ញាតសម្រាប់បន្តិចសិន